ជំរាបសួរលោកអង្គការអាចដំអង្គការអាចជួយបញ្ជាក់បន្តិចបានទេថាក្នុងគោលបំណងអ្វីខ្លះដែលអាចដំអង្គការបានសម្រេចចិត្តបង្កើតសាលានេះឡើងក្នុងការចូលរួមចំណែកជួយរដ្ឋាភិបាលតើមានគោលបំណងអ្វីខ្លះជាបឋមសូមថ្លែងអំណរគុណដល់ទូរទស្សន៍និងអ្នកសម្ភាសន៍ថ្ងៃនេះអរគុណច្រើនគោលបំណងនៃការបើកសាលារៀនជាទូទៅគ្រប់សាលារៀនគឺផ្ដល់ចំណេះដឹងតាមរបៀបរបបរបស់គេម្នាក់រៀងខ្លួនណាអញ្ចឹងសាលាសិលាមាសនេះក៏ដូចគ្នាដែរប៉ុន្តែការបង្កើតសាលាសិលាមាសនេះគឺមានគោលបំណងច្បាស់មួយគឺឲ្យមានគុណភាពសាលាល្អតាមបទដ្ឋាននៃសង្គមជាតិរបស់យើងមិនមែនតាមបទដ្ឋានវប្បធម៌ប្រពៃណីនៃសង្គមជាតិដទៃទេគឺសង្គមជាតិខ្មែរអរិយធម៌ខ្មែររបៀបរបបរបស់ខ្មែរគឺយើងមានពីដូនតារបស់យើងមកហើយអញ្ចឹងយើងគ្រាន់តែពង្រឹងអាហ្នឹងឡើងវិញនេះជាចំណុចសំខាន់ចំណុចទី2គឺតម្លៃមិនមែនរត់តាមទីផ្សារអន្តរជាតិទេគឺរត់តាមជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាតែគុណភាពនិងតម្លៃនេះគឺរត់ឲ្យស្របគ្នាហើយបើយើងធ្វើសាលាដើម្បីចំណេញថវិកានោះយើងកំពុងតែដាក់បន្ទុកទៅដល់ប្រជាពលរដ្ឋកម្ពុជាហើយលោកមិនចង់មានកូនច្រើនពីព្រោះការសិក្សាវាថ្លៃពេកការជីវភាពចិញ្ចឹមកូនវាធ្ងន់ធ្ងរពេកដូច្នេះយើងចង់ឲ្យប្រជាពលរដ្ឋខ្មែរមានលទ្ធភាពបង្កើតកូនច្រើនការសិក្សាសមរម្យហើយគុណភាពនោះគឺគុណភាពរបស់ខ្មែរតែម្ដងហើយសាលានេះមានកម្រិតអន្តរជាតិដោយសារយើងបានបញ្ចូលនៅកម្មវិធី3ដោយយកចិត្តទុកដាក់បំផុតកម្មវិធីភាសាចិនភាសាអង់គ្លេសនិងកុំព្យូទ័រណាគឺយើងដឹងហើយមកដល់សម័យកាល 4.0 នេះគឺជាសម័យកាលដែល digital ណាសូម្បីតែរាជរដ្ឋាភិបាលក៏ដាក់គោលនយោបាយមួយគឺ digital ការដឹកនាំការរៀបចំ digital អញ្ចឹងគឺសាលាសិលាមាសជំរុញឲ្យកូនសិស្សទាំងអស់ណាចាប់អារម្មណ៍លើព័ត៌មានវិទ្យានេះចំណុចសំខាន់មួយទៀតក្រៅពីភាសាចិនភាសាអង់គ្លេសគឺជាការអប់រំនៅក្រមសីលធម៌វិជ្ជាជីវៈខ្ញុំប្រើនេះពាក្យនេះវាកម្រិតចូលទៅដល់ក្រមសីលធម៌វិជ្ជាជីវៈវិជ្ជបណ្ឌិតក្រមសីលធម៌វិជ្ជាជីវៈមេធាវីវិស្វករប៉ុន្តែខ្ញុំប្រើពាក្យនេះគឺនិស្សិតសិស្សនិងគ្រូបង្រៀនគឺត្រូវមានសិលធម៌និងក្រមសីលធម៌វិជ្ជាជីវៈសូម្បីតែគ្រូបុគ្គលិកនៅសាលាសិលាមាសទាំងអស់គឺយើងរុញឲ្យគាត់ដល់កម្រិតក្រមសីលធម៌វិជ្ជាជីវៈហើយសិស្សរបស់យើងមានសីលធម៌ត្រឹមត្រូវយើងបណ្ដោះអាកប្បកិរិយាយើងបណ្ដោះឆន្ទៈយើងបណ្ដោះវាចាកាយវិការនិងវាចាចឹងហើយគឺចំណុចនេះគឺជាធនធានមនុស្សដែលប្រើប្រាស់បានណាធនធានមនុស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់តែមិនមានសីលធម៌មិនមានគុណធម៌គឺប្រើប្រាស់មិនបានទេគឺយើងមិនអាចសង្គមជាតិត្រូវការអ្នកមានចំណេះដឹងអ្នកមានគុណធម៌និងអ្នកមានសីលធម៌បើគ្រូពេទ្យត្រូវមានក្រមសីលធម៌បើវិស្វករត្រូវមានក្រមសីលធម៌ណាមិនមែនដើម្បីតែរឿងថវិកាទេនៅក្នុងសង្គមយើងថវិកាជាជើងក្រោយទេតែជើងមុខទៅមុខហើយចំណេះវិជ្ជាមានសិលធម៌មានថវិកានឹងមកតាមក្រោយហើយថវិកាយើងមិនចាំបាច់ត្រូវការច្រើនត្រូវការតែមកជីវិតរបស់យើងនឹងណោណាមានថវិកាសម្រាប់ទទួលការធ្វើ
ធ្វើការងាររស់នៅហូបចុកព្យាបាលជំងឺ តែអាយដាមអុកញ៉ាមកដល់ពេលនេះសាលាយើងមានប្រមាណសាខាហើយតាមមានគម្រោងពង្រីកសមត្ថភាពទៅតាមបណ្ដាខេត្តអីទៅទៀតទេបាទ ខ្ញុំសូមបញ្ជាក់ដែរគឺសាលាមាន2សាខាទើបមាន2សាខាទេបាទការរីកចម្រើននៃការធ្វើការងារនេះគឺវាមានការពិបាកបន្តិចសម័យកាលនេះគឺជីវភាពរបស់មាតាបិតាក៏មានការលំបាកដោយសារសេដ្ឋកិច្ចដោយសារសង្គ្រាមផ្ទុះអាវុធផងសង្គ្រាមពាណិជ្ជកម្មផងអញ្ចឹងសេដ្ឋកិច្ចកម្ពុជាក៏រៀងជីវភាពក៏រៀងយ៉ាប់តិចដែរអញ្ចឹងយើងយកចិត្តទុកដាក់ចំណុចនេះសំខាន់គឺយើងមិនអាចពង្រីកលឿនទេហើយខ្ញុំសូមបញ្ជាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីនិងរដ្ឋមន្ត្រីក្រសួងអប់រំឯកឧត្តមឧបនាយករដ្ឋមន្ត្រីគឺសាលាក្នុងវិស័យសាធារណៈសាលារដ្ឋក៏មានគុណភាពខ្ពស់ដែរអញ្ចឹងមិនមែនរឿងសាមញ្ញទៅទេមិនមែនចេះតែពង្រីកស្រួលទៅទេណាអាណត្តិនេះគឺឯកឧត្តមហងជួនរងឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំក៏ពង្រឹងគុណភាពសាលារដ្ឋដែរអញ្ចឹងអ្នកមួយចំនួនក៏នៅក្នុងកម្មវិធីជាតិនៅសាលារដ្ឋក៏គុណភាពមិនចាញ់សាលាឯកជនដែរគ្រាន់តែយើងនៅសាលាឯកជននេះយើងធ្វើកម្មវិធីបន្ថែមមួយចំនួនដែលយកចិត្តទុកដាក់ដល់តម្លៃនៃសិក្សាធិការតម្លៃនៃ education academic បាទអរគុណ